បាទសួស្តីអ្នកនរគ្នាសម្រាប់ដែលអ្នកនរគ្នានិយមលេងដ្រូទាំងអស់ណាខ្នាតតូចឬក៏ខ្នាតធំបងប្អូនយកអាខ្នាតតូចលេងនៅក្នុងផ្ទះគៀនផ្ទះកែងផ្ទះក្រោយផ្ទះវាសូវហានិភ័យបងប្អូនដោយសារនៅវាលយើងនេះអត់ណែនាំទេដោយសារវារៀងខ្យល់បងប្អូនចឹងអាតូចវាចាញ់ខ្យល់វាឆាប់ចាញ់ខ្យល់ណាចឹងខ្នាតដ្រូធំដូចជា DJI ឬក៏ brand ផ្សេងបងប្អូនអាចលេងនៅកន្លែងណាក៏បានបងប្អូនប៉ុន្តែខ្ញុំណែនាំនេះគឺណែនាំជូនបងប្អូនលេងប្រភេទធំហ្នឹងលេងនៅវាលដៃថ្មីបងប្អូនណាសម្រាប់អ្នកដៃថ្មីអញ្ចឹងគាត់លេងនឹងវាទេវាអត់សូវមានហានិភ័យក៏ឲ្យមានដើមឈើច្រើននឹងអាគារនឹងផ្ទះច្រើនអញ្ចឹងទៅយើងលេងទៅយើងហោះជុំវិញខ្លួនយើងទៅបងប្អូនឆាប់ចេះហ្នឹងហើយបើយើងលេងនៅតូចឡើងតូចចង្អៀតយើងមិនងាយចេះទេបងប្អូនដោយសារវាមានឧបសគ្គច្រើនសម្រាប់យើងពិបាកគ្រប់គ្រងវាណាជួនកាលហោះទៅជ្រុលបុកផ្ទះបុកដើមឈើក៏មានដែរបងប្អូនបាទហើយដល់ពេលបាក់បែកអញ្ចឹងទៅថ្លៃបងប្អូនដ្រូនមួយជួនកាលបងប្អូនខ្លះគាត់លេងដ្រូន3 400អញ្ចឹងទៅ2 300អញ្ចឹងទៅតាមថ្លៃថវិកាគាត់ទិញមកអញ្ចឹងបាក់ដៃបាក់ជើងងាយបងប្អូនអញ្ចឹងយើងប្រយ័ត្នទាំងអស់គ្នាទៅហ្នឹងហើយយើងសែវលុយបងប្អូនណាហើយសម្រាប់វាចេះបងប្អូនលេងមកស្រឡាញ់បាទយើងលេងចិត្តខ្លួនយើងប្រហែលជា1 ម៉ែត្រ 2 ម៉ែត្របងប្អូនអ្នកដៃថ្មីណាកម្ពស់2 5 ម៉ែត្រអញ្ចឹងទៅចង្អាយ4 5 ម៉ែត្រអញ្ចឹងទៅបងប្អូនណាយើងវិលជុំមកយើងឆាប់ចេះបាទអញ្ចឹងប្រភេទដ្រូទាំងអស់គឺយើងអាចលេងនៅក្នុងក្រុងក៏បានក្រៅក្រុងក៏បានប៉ុន្តែអ្នកដៃថ្មីគឺណែនាំឲ្យលេងនៅដីវាលអញ្ចេះបាទសុវត្ថិភាពជាង